នៅវីដេអូជាបន្តនេះខ្ញុំបាទនឹងជម្រាបជូនលោកអ្នកតាក់ទងទៅនឹងភារកិច្ចគ្រូបង្រៀននិងបុគ្គលិកនានានៅក្នុងសាលារៀនដោយឡែកសម្រាប់គ្រូបង្រៀនគ្រូទទួលបន្ទុកថ្នាក់និងលេខាធិការគឺខ្ញុំបាទបានជម្រាបជូនរួចមកហើយនៅក្នុងវីដេអូទី13ឥឡូវនេះបន្តទៅចំណុចខាងមុខទៀតគឺបណ្ណារៈមានភារកិច្ចអ្វីខ្លះចំពោះបណ្ណារៈគឺមានភារកិច្ចរៀបចំនិងគ្រប់គ្រងបណ្ណាល័យឬទូសៀវភៅរបស់សាលារៀនបង្កលក្ខណៈងាយស្រួលដល់គ្រូនិងសិស្សក្នុងអំណានសៀវភៅទស្សនាវដ្តីឬកាសែតទទួលខុសត្រូវក្នុងការថែរក្សាទុកដាក់ជួសជុលសៀវភៅសិក្សាក្នុងការថែរក្សាសម្ភារៈឧបទេសធ្វើសៀវភៅសារពើភ័ណ្ឌធ្វើគម្រោងចំណាយដើម្បីស្នើសុំទិញសៀវភៅសិក្សាថ្មីនិងគម្រោងចំណាយទៅលើការជួសជុលសៀវភៅសិក្សានិងសម្ភារៈបរិក្ខារក្នុងបណ្ណាល័យចាត់តាំងការសុំខ្ចីនិងតាមដានអនុវត្តបទបញ្ជារបស់បណ្ណាល័យបន្តទៀតគឺភារកិច្ចរបស់បេឡាធិកាបេឡាធិកាមានតួនាទីទទួលរក្សាទុកថវិការបស់សាលារៀនឲ្យមានសុវត្ថិភាពទទួលខុសត្រូវក្នុងការបញ្ចេញបញ្ចូលនិងទូទាត់សាច់ប្រាក់ដែលខ្លួនបានរក្សាទុកធ្វើរបាយការណ៍តុល្យភាពសាច់ប្រាក់ដែលខ្លួនរក្សាទុកជូននាយកសាលារៀនតាមការសម្គាល់បន្តទៀតគឺតួនាទីរបស់គណនេយ្យករគណនេយ្យករមានភារកិច្ចរៀបចំលិខិតស្នាមដែលពាក់ព័ន្ធទៅនឹងចំណូលចំណាយរបស់សាលារៀនធ្វើតុល្យភាពចំណូលចំណាយធ្វើរបាយការណ៍តុល្យភាពចំណូលចំណាយជូនលោកនាយកសាលារៀនតាមការសម្គាល់ផងដែរហើយបន្តគឺមន្ត្រីទទួលបន្ទុកយុវជននិងកុមារសម្រាប់មន្ត្រីទទួលបន្ទុកយុវជននិងកុមារមានភារកិច្ចសហការជាមួយសាលារៀនដើម្បីចាត់តាំងសកម្មភាពយុវជនកុមារឲ្យបានល្អទទួលខុសត្រូវលើការងារគ្រប់គ្រងយុវជនកុមារក្នុងសាលារៀនធ្វើរបាយការណ៍សកម្មភាពការងារជូននាយកសាលារៀនតាមការសម្គាល់ផងដែរចំណុចបន្តមួយទៀតគឺគ្រូទទួលបន្ទុកពិសោធន៍អញ្ចឹងសួរថាតើគ្រូទទួលបន្ទុកពិសោធន៍មានភារកិច្ចដូចម្តេចខ្លះគឺគាត់មានតួនាទីជួយគ្រូបង្រៀនក្នុងការរៀបចំសម្ភារៈចាំបាច់សម្រាប់ធ្វើការពិសោធន៍ឬក៏ការអនុវត្តរបស់សិស្សទទួលខុសត្រូវក្នុងការគ្រប់គ្រងនិងរក្សាសម្ភារៈពិសោធន៍រូបធាតុដើមទាំងអស់ព្រមទាំងធ្វើបញ្ជីនិងរក្សាទុកសំណុំឯកសារស្ដីពីការប្រើប្រាស់ទុកដាក់សម្ភារៈទាំងនោះផងរួមចំណែកក្នុងការផលិតបន្ថែមនិងការប្រើប្រាស់សម្ភារៈបង្រៀននិងសម្ភារៈពិសោធន៍ធ្វើគម្រោងស្នើសុំនិងគម្រោងចំណាយដើម្បីទិញសម្ភារៈនិងរូបធាតុដើមចូលរួមប្រជុំជាមួយក្រុមបច្ចេកទេសវិទ្យាសាស្ត្រតាមឯកទេសរបស់ខ្លួនធ្វើរបាយការណ៍ជូនលោកនាយកសាលាតាមការសម្គាល់ចំណុចចុងក្រោយគឺកម្មករតើកម្មករមានភារកិច្ចដូចម្តេចខ្លះទៅកម្មករមានភារកិច្ចធ្វើអនាម័យក្នុងទីចាត់ការនិងក្នុងសាលារៀនតាមការចាត់ចែងរបស់នាយកសាលារៀនថែរក្សាសួនច្បារឲ្យមានសោភ័ណភាពជាប្រចាំបើកនិងបិទទ្វារទីចាត់ការរបងសាលារៀនជួយថែរក្សាសម្ភារៈក្នុងសាលារៀនយាមសាលារៀនតាមការចាំបាច់ជួយការងារទីចាត់ការតាមការកំណត់ដូចនេះនៅភារកិច្ចរបស់សាលារៀនគឺសំដៅដល់បុគ្គលិកផ្សេងក៏ដូចជាអ្នកទទួលរួមចំណែកនៅក្នុងសាលារៀននោះគឺបានបញ្ចប់ទៅហើយយើងរាប់ចាត់តាំងពីគ្រូបង្រៀនរហូតមកដល់កម្មករអញ្ចឹងលោកអ្នកក៏នឹងទទួលបាននៅចំណេះដឹងបន្ថែមក៏ដូចជាព័ត៌មានជាជំនួយស្មារតីក្នុងការដែលយើង